ជំរាបសួរដល់លោកគ្រូកេនចន្ទថានិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកសង្ខេបឬក៏បង្រៀនអំពីមុខវិជ្ជាការវិយតម្លៃការសិក្សានៅមេរៀនទី2អញ្ចឹងមេរៀនទី2របស់យើងគឺមានចំណងជើងថាការវិយតម្លៃតាមដំណាក់ដោយផ្អែកលើការវិយតម្លៃបញ្ចប់អញ្ចឹងការវិយតម្លៃតាមដំណាក់គឺការវិយតម្លៃតាមដំណាក់ដោយផ្អែកលើការវិយតម្លៃបញ្ចប់ហ្នឹងគឺវាមាន3ចំណុចធំអញ្ចឹងចំណុចទី1ធំប្រភេទនៃការវិយតម្លៃតាមដំណាក់ដោយផ្អែកលើការវិយតម្លៃបញ្ចប់2ការផ្ដល់មតិត្រឡប់3ការកែលម្អការបង្រៀនហើយទាំង3ចំណុចធំហ្នឹងនៅក្នុងហ្នឹងក៏មានចំណុចតូចៗនៅក្នុងហ្នឹងដែរអញ្ចឹងខ្ញុំចូលដល់ចំណុចទី1ធំចំណុចទី1ធំគឺប្រភេទនៃការវិយតម្លៃតាមដំណាក់ដែលផ្អែកលើការវិយតម្លៃបញ្ចប់អញ្ចឹងប្រភេទនៃការវិយតម្លៃតាមដំណាក់ហ្នឹងគឺមាន7ចំណុចធំដូចជា7ចំណុចតូចដូចជាកលំហាត់ដែលមានរចនាសម្ព័ន្ធលំហាត់ដែលមានរចនាសម្ព័ន្ធគឺជាលំហាត់ដែលរៀបចំឡើងដោយមានគោលបំណងច្បាស់លាស់និងជាក់លាក់ខបុរេតេសគឺជាអ្វីដែលសិស្សដឹងនិងសិស្សអាចធ្វើបានឬក៏មិនបានគោកិច្ចការផ្ទះគឺជាការតេស្តគឺជាការផ្ដល់ឲ្យសិស្សអនុវត្តបន្ថែមចំណេះដឹងជំនាញដែលមាននៅក្នុងការរៀនរួចហើយខកិច្ចការក្នុងថ្នាក់នៅក្នុងថ្នាក់គឺជាកិច្ចការមួយដែលធ្វើឲ្យសិស្សមានសកម្មភាពនៅក្នុងថ្នាក់ដើម្បីឲ្យគ្រូអាចដឹងពីសមត្ថភាពរបស់សិស្សនៅអំឡុងពេលរៀនចូលដល់ចំណុចងគឺនិយាយអំពីសំណួរខ្លីៗនិងសំណួរតេស្តសំណួរខ្លីៗនិងសំណួរតេស្តគឺជាការអនុវត្តចំណេះដឹងរបស់សិស្សនិងគឺជាការផ្ដល់ព័ត៌មានត្រឡប់របស់សិស្សដើម្បីកែលម្អដល់ការបង្រៀនការវិយតម្លៃរួមគ្នាគឺជាការវិយតម្លៃសិស្សទាំងអស់រួមបញ្ចូលគ្នាចំណុចចុងក្រោយការវិយតម្លៃវិវត្តភាពគឺជាការវិយតម្លៃសិស្សគឺជាការចងក្រងនៅអ្វីដែលសិស្សបានរៀនចូលដល់ចំណុចទី2ធំការផ្ដល់មតិត្រឡប់គឺមាន3ជំហានដូចជាការផ្ដល់មតិត្រឡប់មាន3ជំហានដូចជាជំហានទី1យល់ពីផលិតផលរំពឹងទុកនៃការសិក្សា2ដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានចំណុចទី3បង្កើតគំនិតក្នុងការផ្ដល់មតិបានត្រឡប់បង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់ចូលដល់ចំណុចទី3ធំការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់អញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន5ចំណុចតូចដែរគឺចំណុច 3.1 ការសិក្សាប្រកបដោយសមត្ថភាពគឺជាការសិក្សាប្រកបដោយសមត្ថភាពមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអានបាននៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នា3.2 ការឆ្លើយតបដោយមានអន្តរាគមន៍គឺដើម្បីផ្ដល់ការអន្តរាគមន៍តាមបែបការបង្រៀននិងរៀនជាប្រព័ន្ធដែលសមស្របចឹងយើងចូលដល់ចំណុច 3.3 ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សគឺយើងមាន5ចំណុចតូចដូចជាបរិស្ថានថ្នាក់រៀនកម្មវិធីសិក្សាការវិយតម្លៃការបង្រៀននិងរៀនការគ្រប់គ្រងសិស្សនៅក្នុងថ្នាក់ 3.4 វិវត្តភាពសិស្ស
វិវត្តភាពសិក្សារបស់សិស្សវិវត្តភាពសិក្សារបស់សិស្សគឺជាការវិនិច្ឆ័យសម្រាប់ការវាយតម្លៃការអនុវត្តប្រកបដោយភាពជោគជ័យរបស់សិស្សនៅក្នុងជំហាននីមួយៗចំណុចចុងក្រោយ 3.5 គឺនិយាយអំពីការកែលម្អការបង្រៀនសារចុះសារឡើងជាច្រើនដងការកែលម្អការបង្រៀនសារចុះឡើងជាច្រើនដងគឺជាការបង្ហាញពីរបៀបគិតតាមជំហាននីមួយៗដល់សិស្សដើម្បីដោះស្រាយបញ្ហាដើម្បីជួយដោះស្រាយបញ្ហាដែលបានជួបប្រទះនិងផ្ដល់ការពន្យល់ផ្សេងៗទៀតដោយប្រើពាក្យផ្សេងៗដើម្បីពង្រឹងចំណេះដឹងរបស់សិស្សចាសូមអរគុណច្រើននាងខ្ញុំមានតែប៉ុណ្្នឹងទេ